ចំណុចនេះគឺយើងនឹងធ្វើអំពីការដាក់ការផ្សាយពាណិជ្ជកម្មនៅត្រង់ចំណុចពីរខាងលើអញ្ចឹងដើម្បីធ្វើការដាក់ផ្សាយពាណិជ្ជកម្មនោះបានយើងត្រូវមាន file Photoshop ជា file GIF Photoshop ឬក៏គេហៅថាជា file JPEG ឬក៏ជា file web អីផ្សេងៗគឺសំខាន់វាគឺជា image មួយដែលមានទំហំយើងត្រូវដឹងថាតើប៉ាណូដែលផ្សាយចេញផ្សាយពាណិជ្ជកម្មយើងនោះមានទំហំប៉ុណ្ណាជាបឋមខ្ញុំឧទាហរណ៍ថារូបភាពដែលយើងត្រូវផ្សាយពាណិជ្ជកម្មហ្នឹងគឺមានទំហំ10គុណឲ្យ1000ថា1000 pixel 1100ថា1100ចំណែកកម្ពស់វិញគឺខ្ញុំយកវាត្រឹម100អញ្ចឹងដើម្បីធ្វើការដាក់ផ្សាយពាណិជ្ជកម្មនឹងបានយើងត្រូវមានផ្ទៃរូបភាពមួយដែលមានទំហំប៉ុណ្ណឹងឥឡូវខ្ញុំឧទាហរណ៍ថាយើងធ្វើការរចនា design កម្មវិធីការផ្សាយពាណិជ្ជកម្មមួយដែលមាននៅក្នុង Adobe Photoshop អីចឹងទៅអញ្ចឹងដើម្បីធ្វើការផ្សាយពាណិជ្ជកម្មនោះយើងត្រូវកំណត់វាយើងចង់បានយើង select នៅទៅធ្វើក៏ tool ខាងលើនេះគេហៅថា tool crop ឯងនេះ tool ខាងនេះនិយាយពីថា crop អញ្ចឹងដើម្បីយើង crop វាយើងត្រូវវាយ width វាយើងវាយទៅតឹងវាចំនួន1100 pixel ចំណែកកម្ពស់វិញគឺយើងយកវាត្រឹម100 pixel អញ្ចឹងនេះគឺជាប៉ាណូផ្សាយពាណិជ្ជកម្មរបស់យើងហើយដែលមានទំហំប៉ុណ្ណឹង website របស់យើងអញ្ចឹងខ្ញុំគ្រាន់តែចាក់ gradient ទេខ្ញុំអត់មានសរសេរទេខ្ញុំទាញរូបសាមញ្ញចូល classic ទេបាទព្រោះថាខ្ញុំចង់ផ្សាយពីអ្វីមួយអញ្ចឹងណាយើង design អីសាមញ្ញមកអូខេដូចថារូបភាពនេះមួយអញ្ចឹងខ្ញុំដាក់វាចូលណាអញ្ចឹងយើងធ្វើការរចនាវាឲ្យស្រួលអូខេថាប៉ុណ្ណឹងចុះអញ្ចឹងខ្ញុំសរសេរថាយក text here ឬក៏បតុង here អញ្ចឹងទៅខ្ញុំដូរពណ៌ទៅតាមហ្នឹងខ្ញុំឧទាហរណ៍ថានេះគឺជាផ្ទាំងផ្សាយពាណិជ្ជកម្មរបស់ខ្ញុំបាទផ្ទាំងផ្សាយពាណិជ្ជកម្មរបស់ខ្ញុំអញ្ចឹងទៅអញ្ចឹងខ្ញុំ save វាខ្ញុំចុច save បាទខ្ញុំ save វាដាក់ desktop អញ្ចឹងដាក់ថា banner ads advertise តោះមកជ្រើសរើសយកកន្លែង save copy នេះខ្ញុំយកជា file JPEG ព្រោះខ្ញុំអត់មានដាក់មានចលនាផងបាទអញ្ចឹងខ្ញុំ save វានៅលើ desktop អញ្ចឹងយើង save វាយកទំហំតូចបានខ្ញុំធម្មតា banner web យើងមិនយកគីឡូវាធំយើងយកកាន់តែទូចវាដើរលើកាន់តែលឿនបាទអញ្ចឹងចប់អានេះរបៀបdesign panel អញ្ចឹងងាកមកមើល code យើងវិញអញ្ចឹងដើម្បីធ្វើវីដេអូរបស់យើងនេះឲ្យវាចូលនៅត្រង់កន្លែងទាំងនេះ